សម្រាប់បងដែលមានមីស៊ូហាត់ដឹងយកទៅធ្វើអីឆ្ងាញ់មែនអត់ឥឡូវងាកមកមើលមុខនេះបានឆាមីស៊ូងាយមែនតែនហ្មងហើយចំណាយក៏អស់តិចដែររសជាតិគឺឆ្ងាញ់មែនតែនហ្មងហើយជាដំបូងខ្ញុំយកការ៉ុតនេះមកហាន់ជាប៉ាតេស្ដាងសិនណាបន្ទាប់ពីហាន់ប៉ាតេស្ដាងរួចយើងចាប់ផ្ដើមហាន់វាជាសរសៃល្អិតវិញម្ដងណាហើយសម្រាប់ខាងបន្លែខ្ញុំយកតែ3មុខទេមានស្លឹកខ្ទឹមមានការ៉ុតហើយនិងស្ពៃនេះខ្ញុំជ្រើសរើសយកស្ពៃទឺដោយសារវាឆាទៅឆ្ងាញ់មែនតើអញ្ចឹងបងប្អូនចង់ដាក់ស្ពៃអីក៏បានដែរហើយចង់បន្ថែមបន្លែអីពីលើនឹងទៀតក៏បានដូចជាខ្ទឹមបារាំងខ្ទឹមអីអញ្ចឹងយើងដាក់បានទាំងអស់តែសម្រាប់ខ្ញុំអានេះមាននៅក្នុងទូប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹងហ្មងទៅហើយជាដំបូងនេះយើងមកលាយទឹកសោសវិញម្ដងណាមានប្រេងខ្យងទឹកស្អ៊ីវទឹកត្រីប៊ីចេងស្ករនិយាយទៅរ៉ូឌីអីតិចមកហើយបន្ទាប់ពីលាយហើយខ្ញុំបន្ថែមទឹកប្រហែលជាមួយស្លាបព្រីឲ្យវារៀងរាវតិចទៅហើយយើងកូរឲ្យសព្វមកទុកដោយឡែកសិនមកហើយសម្រាប់ម្សៅវិញខ្ញុំយកចំនួន2កញ្ចប់ហ្នឹងមួយកញ្ចប់1000គេលក់អញ្ចឹងដាក់ត្រាំវាខ្ទង់1ម៉ោងអីទៅបន្ទាប់ពីត្រាំហើយយើងស្រង់ខ្ញុំយកមកកាត់សិនម្ដងកាត់ឲ្យវារាងខ្លីងាយស្រួលក្នុងការឆាហើយនឹងយើងញ៉ាំទៅវាអត់សូវវែងម៉ាទេអញ្ចឹងយើងកាត់ឲ្យរាងខ្លីមកសម្រាប់មីស៊ូសម្រាប់គ្រឿងក្រូចទាំងអស់បើបងប្អូនធ្វើច្រើនដាក់លៃលោកតាមហ្នឹងមកអានេះខ្ញុំធ្វើ2កញ្ចប់គ្រឿងក្រូចប៉ុណ្ណឹងមកល្មមហ្មងសម្រាប់ញ៉ាំបាន3នាក់អីណាញ៉ាំតិចអីបាន3នាក់អញ្ចឹងបើបងប្អូនធ្វើច្រើនលៃលោកតាមហ្នឹងទៅហើយផ្នែកសាច់វិញខ្ញុំមានតែបាគីហើយនឹងបន្ថែមពងមាន់2គ្រាប់ទេពងមាន់បងប្អូនអត់ចង់ដាក់ក៏បានដែរតែមួយមុខនេះដាក់ពងមាន់គឺឆ្ងាញ់មែនទែនហ្មងវារាងខ្ទិះហើយជាដំបូងយើងចាប់ផ្ដើមមកឆាខ្ទឹមឲ្យរាងក្រហមបន្តិចមកសម្រាប់ខ្ទឹមខ្ញុំយករាងច្រើនដែរដោយសារចង់ឲ្យវាឈ្ងុយអញ្ចឹងយើងដាក់ខ្ទឹមឲ្យរាងច្រើនបន្តិចមកបន្ទាប់ពីដាក់ខ្ទឹមហើយយើងចាប់ផ្ដើមគោះពងមាន់ចូលពងមាន់ក៏បានពងទាក៏បានសម្រាប់យើងជួយចិត្តមួយណាដាក់មួយហ្នឹងទៅនិយាយទៅពងមាន់និងពងទាវាមិនខុសគ្នាប៉ុន្មានដែរតែនៅផ្ទះខ្ញុំមានពងមាន់ខ្ញុំដាក់ពងមាន់ហ្មងទៅហើយបន្ទាប់មកយើងចាក់បាគីចាក់អីចូលមកបើសិនជាមានសាច់ជ្រូកសាច់អីក៏ឆ្ងាញ់ដែរបងប្អូនទាំងអស់គ្នាយើងដាក់លាយសាច់ជ្រូកអីតែនេះដូចខ្ញុំបញ្ជាក់ចឹងខ្ញុំមាននៅផ្ទះប៉ុណ្ណាខ្ញុំធ្វើប៉ុណ្ណឹងហ្មងទៅពេលខ្លះក៏បានទៅផ្សារពេលខ្លះក៏អត់អញ្ចឹងយើងលៃលោកធ្វើតាមហ្នឹងហ្មងទៅហើយបន្ទាប់មកយើងចាក់ការ៉ុតចូលការ៉ុតនេះវារាងស្ដើងដែរអញ្ចឹងណាហាន់អញ្ចឹងទៅវាលះឆ្អិនណាហើយទឹកប្រេងខ្យងទឹកអីមិញហ្នឹងយើងចាក់ផ្ដើមចាក់ចូលទាំងអស់អញ្ចឹងណាបើសិនជាបងប្អូនចង់ឆាពីកញ្ចប់អីនេះលៃលោកគ្រឿងតែប៉ុណ្្នឹងមកល្មមឆ្ងាញ់ខ្ញុំធ្វើឲ្យគឺឆ្ងាញ់មែនតើហ្មងណាហើយយើងគ្របទុកមួយសន្ទុះមកឲ្យបាគីនឹងវាឆ្អិនណាបន្ទាប់មកចាប់ផ្ដើមដាក់ស្ពៃចូលហើយសម្រាប់ស្ពៃនេះបងប្អូនចង់យកស្ពៃសស្ពៃអីក៏បានដែរបើថាគាត់ចង់បានបន្លែច្រើនអញ្ចឹងរបៀបជាដើមខាត់ណាដើមអីទៀតក៏បានដែរនិយាយទៅឆាមួយមុខនេះយើងចង់ដាក់បន្លែច្រើនក៏រឹតតែល្អដែរប៉ុន្តែខ្ញុំដាក់តែប៉ុណ្្នឹងហ្មងទៅមើលថាប៉ុណ្្នឹងវារៀងឆ្ងាញ់ដែរអញ្ចឹងណាហើយយើងចាប់ផ្ដើមដាក់មីស៊ូចូលមកមីស៊ូយល់ល្អបងប្អូនយកទៅត្រាំទឹកមិនបាច់យកទៅស្រុះទេសម្រាប់ស្រុះយើងបានតែញោមទេបើឆាវិញយើងយកទៅត្រាំទឹកគឺល្អមែនតើហ្មងហើយបន្ទាប់មកយើងបន្ថែមលើខ្ទឹមចូលមករួចជាការស្រេចហើយគ្របទុកវាតែមួយផ្លែទៅបានហើយខ្ទះនេះតូចពេកបងប្អូនឆាទៅគឺជ្រុះរហូតហ្មងអត់ទាន់បានទិញអាខ្ទះធំជាងហ្នឹងនឹកឃើញថាគ្នាតិចដែរអញ្ចឹងយកអាខ្ទះតូចប៉ុណ្ណឹងហ្មងចែកដល់ឥឡូវឆាយទៅរៀងជ្រុលដែរចេះច្រើនទៅពេលអញ្ចឹងជាតែធ្លាក់រហូតឥឡូវម្ហូបយើងបានរួចរាល់ជាការស្រេចនេះគឺឆ្ងាញ់មែនតើហ្មងណាបងប្អូនអាចសាកបានខ្ញុំធ្វើឲ្យឆ្ងាញ់ហ្មងហើយចំណាយលុយអស់តិចទៀតខ្ញុំទិញដូចជាអស់10000ជាងទេបន្ថែមនិយាយទៅបើបន្ថែមសាច់បន្ថែមអីទៀតរត់តែឆ្ងាញ់មែនតើតែនេះយើងមានអីធ្វើនឹងហ្មងទៅឆ្ងាញ់ដូចគ្នា